ប្រាសាទបន្ទាយក្តីប្រាសាទបន្ទាយក្តីលើសពីសក្ការៈបូជាគឺជានគររូបនីយកម្មនិងមណ្ឌលសិក្សាអប់រំនៅសម័យអង្គរនៅពេលមកដល់ប្រាសាទបុរាណក្នុងតំបន់អង្គរមហាជនភាគច្រើនតែងតែនឹកឃើញដល់ទីសក្ការៈបូជាខាងសាសនាប៉ុន្តែសម្រាប់ប្រាសាទបន្ទាយក្តីទីតាំងប្រវត្តិសាស្ត្រមួយនេះមានតួនាទីយ៉ាងសំខាន់លើសពីកន្លែងធ្វើពិធីសាសនាដោយវាគឺជាមណ្ឌលសិក្សាអប់រំសារមន្ទីរជាតិនិងជាផ្នែកមួយនៃប្រព័ន្ធនគររូបនីយកម្មយ៉ាងមានសណ្ដាប់ធ្នាប់ក្នុងសម័យកាលដ៏រុងរឿងនៃចក្រភពអង្គរប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទតាព្រហ្មនិងនៅចំពីមុខស្រះស្រង់ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយានតាមទស្សនៈប្រវត្តិសាស្ត្រនិងភាសាសាស្ត្រពាក្យបន្ទាយក្តីប្រហែលជាមានន័យថាមណ្ឌលនៃកុដិឬទីប្រជុំនៃមណ្ឌលសិក្សាទីនេះមិនត្រឹមតែជាអារាមសម្រាប់ព្រះសង្ឃគង់នៅប្រតិបត្តិធម៌ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមណ្ឌលអប់រំបណ្ដុះបណ្ដាលសិស្សនិងសាមណសិស្សឲ្យរៀនសូត្រវិជ្ជាផ្សេងៗទាំងផ្នែកសាសនាទស្សនវិជ្ជានិងចំណេះដឹងទូទៅនាស្របាលនោះផងដែរស្ថិតនៅក្នុងរចនាបថបាយ័នប្រាសាទបន្ទាយក្តីកសាងឡើងអំពីថ្មភក់និងថ្មបាយក្រៀមដែលមានលក្ខណៈស្រដៀងនឹងប្រាសាទតាព្រហ្មនិងប្រាសាទព្រះខ័នដែរប៉ុន្តែមានទំហំល្មមសមរម្យនិងមានប្លង់រៀបចំបង្ហាញទីធ្លាទូលាយយ៉ាងមានសណ្ដាប់ធ្នាប់ខ្លោងទ្វារចូលទាំង4ទិសលម្អដោយចម្លាក់ព្រហ្មមុខ4នៅខាងលើប្រកបដោយញញឹមប្រព្រឹមបង្ហាញពីមេត្តាធម៌និងការគ្រប់គ្រងដែនដីដូចគ្នាទៅនឹងខ្លោងទ្វារប្រាសាទបាយ័ននិងទ្វារក្រុងអង្គរធំដែរចំណុចលេចធ្លោមួយនៅបន្ទាយក្តីគឺរោងរបាំឬសាលរបាំដែលមានសរសរនិងហៅជាងលម្អដោយចម្លាក់ទេពអប្សររាំយ៉ាងស្រស់សោភាតាមការសិក្សាស្រាវជ្រាវចម្លាក់ទាំងនេះមិនមែនត្រឹមតែជារូបអប្សរធម្មតាប៉ុណ្ណោះទេប៉ុន្តែគឺជាយោគិនីឬទេពនៃអ្នកប្រព្រឹត្តធម៌ដែលកំពុងរាំថ្វាយពរនិងសម្ដែងការសរសើរនៅឋានសួគ៌ជូនចំពោះព្រះពោធិសត្វដើម្បីបង្កើតនៅបរិយាកាសពិសិដ្ឋនិងសិរីមង្គលនៅច្រកចូលទីសក្ការៈបូជាខុសពីភាពកកកុញនៅប្រាសាទអង្គរវត្តឬប្រាសាទបាយ័នប្រាសាទបន្ទាយក្តីផ្ដល់នៅបរិយាកាសស្ងប់ស្ងាត់និងរមណីយដែលអំណោយផលបំផុតសម្រាប់ការដើរទស្សនាលម្អិតសិក្សាពីក្បូរក្បាច់ចម្លាក់ស្វែងយល់ពីមណ្ឌលនៃការសិក្សាអប់រំសម័យបុរាណនិងការផ្ដិតយករូបភាពអនុស្សាវរីយ៍ការលូតលាស់នៃដើមឈើធំលាយឡំជាមួយសំណង់ថ្មបាក់បែកបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យពោរពេញដោយភាពអាថ៌កំបាំងនិងភាពបុរាណពេលវេលាល្អបំផុតចំពោះអ្នកទស្សនាគឺនៅពេលព្រឹកព្រលឹមនិងពេលរសៀលនេះពេលដែលព្រះអាទិត្យចាំងឆ្លងកាត់មែកឈើបង្កើតបានជារស្មីនិងស្រមោលយ៉ាងប្រណិតលើជញ្ជាំងថ្មបន្ទាប់ពីការបញ្ចប់ការដើរទស្សនានិងការសិក្សាស្រាវជ្រាវនៅក្នុងប្រាសាទបន្ទាយក្តីអ្នកទេសចរគ្រាន់តែឆ្លងផ្លូវបន្តិចនិងបានទៅដល់ស្រះស្រង់គឺជាអាងទឹកសិប្បនិមិត្តដ៏ធំដែលជាទីតាំងដ៏សមស្របសម្រាប់ការសម្រាកលំហែកាយសរុបយកខ្យល់អាកាសបរិសុទ្ធនិងទស្សនាទស្សនភាពថ្ងៃរះនិងថ្ងៃរៀបលិចចាំងពន្លឺព្រះអាទិត្យឆ្លុះលើផ្ទៃទឹកយ៉ាងជក់ចិត្ត ប
ប្រាសាទបន្ទាយក្តីមិនត្រឹមតែជាបូជនីយដ្ឋានសាសនាឬជាកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃប៉ុណ្ណោះទេប៉ុន្តែគឺជាសក្ខីភាពរស់រវើកនៃប្រព័ន្ធអប់រំនគររូបនីយកម្មនិងភាពរុងរឿងនៃសិល្បៈអរិយធម៌ខ្មែរនាវិសាលភាពសម័យអង្គរដែលប្រជាពលរដ្ឋខ្មែរនិងអ្នកស្រាវជ្រាវគ្រប់រូបគួរស្វែងយល់និងទទួលយកមោទនភាពពីអតីតកាលសូមអរគុណ